ត្រីរាយការណ៍ពិស្ដាតំណាងគណៈបកនយោបាយបានធ្វើសកម្មភាពប្រកួតប្រជែងខ្លាំងក្លានៅពេលរដូវកាលប្រកួតប្រជែងការបោះឆ្នោតជិតមកដល់ពិសេសគណៈបកនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភាគឺបានចុះមូលដ្ឋានជួបម្ចាស់ឆ្នោតនិងធ្វើសកម្មភាពផ្សេងដើម្បីទាញយកប្រជាប្រិយភាពរបស់ខ្លួនក៏ប៉ុន្តែសម្រាប់បរិបទនយោបាយនៅពេលនេះមិនដូចពីមុនទៀតឡើយបើទោះបីជាការបោះឆ្នោតនៅអាណត្តិទី6នៅមានរយៈពេលវែងទៀតក្តីប៉ុន្តែយុទ្ធនាការចុះមូលដ្ឋានស្វែងរកប្រជាប្រិយភាពរបស់គណៈបកនយោបាយធំៗនៅកម្ពុជាបានចាប់ផ្ដើមតាំងពីដើមអាណត្តិរួចទៅហើយគេសង្កេតឃើញថាក្រោយពីបញ្ចប់ភាពជាប់គាំងនយោបាយនោះទាំងគណៈបកកណ្ដាលអំណាចទាំងគណៈបកប្រឆាំងបានចុះមូលដ្ឋានគ្រប់ទិសទីដើម្បីបង្ហាញទំនុកចិត្តដល់ប្រជាពលរដ្ឋផងនិងបង្ហាញពីសមិទ្ធផលថ្មីៗរបស់ខ្លួនផងសកម្មភាពទាំងនេះអ្នកវិភាគយល់ថាអ្នកនយោបាយចាប់ផ្ដើមឲ្យតម្លៃខ្ពស់និងគោរពម្ចាស់ឆ្នោតជាងមុនចាលោកថាកិត្យារាយការណ៍អ្នកវិភាគលើកឡើងថាបច្ចុប្បន្ននេះតម្លៃប្រជាពលរដ្ឋខ្មែរក្នុងក្រសែផ្នែកអ្នកនយោបាយកាន់តែឡើងខ្ពស់ជាងមុនដែលធ្វើឲ្យគណៈបកនយោបាយជប់ឆ្នោតទាំងពីរចាប់ផ្ដើមផ្លាស់ប្ដូរយុទ្ធសាស្ត្រនយោបាយរបស់ខ្លួនដោយសម្រុកចុះមូលដ្ឋានដើម្បីអន្តោកអន្ទោលស្វែងរកប្រជាប្រិយភាពនៅមុនរដូវកាលបោះឆ្នោតអាណត្តិទី6បានមកដល់មានដឹកនាំគណៈបកសង្គ្រោះជាតិតាំងពីដើមអាណត្តិមកម្លេះបានចុះមូលដ្ឋានគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេសដើម្បីពង្រីករកអ្នកគាំទ្រកាន់តែច្រើនថែមទៀតគណៈបកសង្គ្រោះជាតិដែលជាគណៈបកប្រឆាំងដែលមានសម្លេងប្រកៀកប្រកិតគ្នាកាលពីបោះឆ្នោតនីតិកាលទី5កន្លងទៅគណៈបកនេះបានធ្វើសកម្មភាពទាំងក្នុងស្រុកនិងក្រៅស្រុកមានដឹកនាំគណៈបកនេះបានដឹកនាំតំណាងរាស្ត្ររបស់ខ្លួនយ៉ាងសស្រាក់សស្រាំចុះមូលដ្ឋានសួរសុខទុក្ខប្រជាពលរដ្ឋនិងបានបញ្ចេញសារនយោបាយផ្សេងៗដល់អ្នកគាំទ្ររបស់ខ្លួនក្នុងការទាក់ទាញយកប្រជាប្រិយភាពនិងត្រៀមប្រកួតប្រជែងជាមួយគណៈបកកាន់អំណាចនៅពេលខាងមុខនៅពេលចុះមូលដ្ឋានម្ដងគណៈបកសង្គ្រោះជាតិតែងតែបង្ហាញលទ្ធផលខ្លះៗជូនប្រជាពលរដ្ឋបន្ទាប់ពីសមាជិកគណៈបកសង្គ្រោះជាតិចូលរដ្ឋសភាជាពិសេសកំណែទម្រង់នៃការបោះឆ្នោតកាលពីថ្ងៃទី3ឧសភាថ្មីនេះប្រធាននិងអនុប្រធានគណៈបកសង្គ្រោះជាតិបានដឹកដៃគ្នាចុះជួបពលរដ្ឋមានចំនួនដីធ្លីនៅស្រុកឆ្លងខេត្តក្រចេះនិងនៅស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំដោយដែលមានដឹកនាំទាំងពីររូបនេះធ្លាប់បានចុះទៅខេត្តផ្សេងៗដែររីឯសកម្មភាពនៅបរទេសវិញលោកកឹមសុខាលោកសំរងស៊ីហាក់ផ្លាស់ប្ដូរគ្នាលោកកឹមសុខាត្រឡប់មកពីសហរដ្ឋអាមេរិកកាលពីខែមុនមិនយូរប៉ុន្មានលោកសំរងស៊ីបានចេញទៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី7ឧសភាទៅជួបអ្នកគាំទ្រវិញម្ដងអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិលោកយឹមសុវណ្ណអះអាងថាគណៈបកសង្គ្រោះជាតិបានពលីគ្រប់បែបយ៉ាងដើម្បីប្រទេសជាតិប្រជាជននិងធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យពិតប្រាកដយើងនិយាយអ្វីដែលធ្វើបានឧទាហរណ៍ដូចជាការកែតម្រង់ណាឥឡូវនេះយើងមានការកែតម្រង់ការបោះឆ្នោតហើយយើងទទួលបានវិទ្យុទូរទស្សន៍ហើយបរិយាកាសអំណោយផលសម្រាប់ការធ្វើសកម្មភាពរបស់គណៈបកសង្គ្រោះជាតិនៅថ្នាក់មូលដ្ឋានហើយនឹងជាកិច្ចការដទៃទៀតដែលយើងត្រៀមបាននឹងកំពុងត្រៀមធ្វើនាពេលខាងមុខនេះបាទការបោះឆ្នោតនាអាណត្តិមុនមជ្ឈដ្ឋានទូទៅសង្កេតឃើញថាមានតែអំឡុងពេលប្រមាណខែមុនការបោះឆ្នោតជាពិសេសក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតប៉ុណ្ណោះដែលអ្នកនយោបាយធ្វើសកម្មភាពក្នុងការចុះជួបពលរដ្ឋនិងយកចិត្តអ្នកបោះឆ្នោតខ្លាំងជាងគេប៉ុន្តែក្រោយការបោះឆ្នោតបញ្ចប់ទៅនឹងបានរៀបចំរដ្ឋាភិបាលសភាហើយនោះសកម្មភាពរបស់អ្នកនយោបាយក៏ស្ងប់ស្ងាត់ទៅវិញជាធម្មតាជារួមអ្នកនយោបាយកម្រទៅជួបពលរដ្ឋណាស់សម្រាប់គណៈបកប្រជាជនកម្ពុជាគ្រាន់ទទួលរងទណ្ឌកម្មពីម្ចាស់ឆ្នោតដែលធ្វើឲ្យគណៈបកនេះបាត់បង់អាសនៈជាង20អាសនៈនៅក្នុងរដ្ឋសភានោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសធ្វើកំណែទម្រង់ស្ថាប័នរដ្ឋភ្លាមបន្ទាប់ពីលោកបានស្បត់ចូលកាន់តំណែងថ្មីនៅក្រោយពេលបោះឆ្នោតនោះលោកហ៊ុនសែនបានណែនាំដល់មន្ត្រីខ្លួនឲ្យងូតទឹកដកក្អែនិងឆ្លោះកញ្ចក់ខ្លួនឯងផងតាំងពីពេលនោះមន្ត្រីទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិបានធ្វើវេទិកាសាធារណៈនៅតាមមូលដ្ឋានមិនសូវដាច់ឡើយដើម្បីស្ដាប់សំណូមពរនិងដោះស្រាយបញ្ហាសុខទុក្ខជូនប្រជាពលរដ្ឋដើម្បីជាការលូងចិត្តទោះបីជាយ៉ាងនេះក្តីនៅក្នុងការដឹកនាំរដ្ឋរបស់គណៈបកប្រជាជនកម្ពុជាជាង30ឆ្នាំនេះមានរឿងរ៉ាវជាច្រើនដែលគណៈបកនេះពុំទាន់បានដោះស្រាយជូនម្ចាស់ឆ្នោតទាំងស្រុងនោះទេនៅមានបញ្ហាជាច្រើនទៀតដែលរដ្ឋាភិបាលមិនទាន់ធ្វើកំណែទម្រង់បាននៅឡើយដូចជាការដោះស្រាយចំនួនដីធ្លីការទប់ស្កាត់បទល្មើសព្រៃឈើប្រព័ន្ធយុតិធធម៌និងការលុបបំបាត់អំពើពុករលួយជាដើមប៉ុន្តែយ៉ាងណាក៏ដោយអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកជឹមផលវរុនមានប្រសាសន៍ថាតាំងពីដើមមកគណៈបកកាន់អំណាចបានចុះជួបប្រជាពលរដ្ឋរហូតដើម្បីដោះស្រាយបញ្ហានានាជូនពួកគាត់លោកបន្តថាគណៈបកប្រជាជនកម្ពុជាជាគណៈបកធ្វើមិនមែនជាគណៈបកសន្យាខ្យល់នោះឡើយ
គណៈបកប្រជាជនកម្ពុជាជាគណៈបកមិនជាគណៈបកលេងមួយទៀតជាគណៈបកធ្វើមិនមែនគណៈបកសន្យាបើថាអត់សន្យាទេតាំងពីដើមមកតាំងឃោសនាបោះឆ្នោតមិនដែលសន្យាទេមានតែប្រាប់ពីកម្មវិធីនយោបាយហើយធ្វើជាគណៈបកដែលទទួលស្គាល់ការពិតមិនមែនជាគណៈបកដែលគូតកុហកគណៈបកហ៊ុនស៊ីមពេចវិញក៏មិននៅស្ងៀមដែរក្រោយការបង្រួបគ្នាឡើងវិញបន្ទាប់ពីបែកបាក់គ្នាអស់រយៈពេលមួយទសវត្សរ៍សម្ដេចក្រមព្រះនរោត្តមរណរដ្ឋតែងតែដឹកនាំមន្ត្រីបកចោះជួបប្រជានុរាស្ត្រទៅគ្រប់ខេត្តក្រុងដើម្បីគៀងគរអ្នករាជានិយមនិងអ្នកសីហនុនិយមឡើងវិញនៅចំពោះមុខសមាជិកាសហជីវនីកន្លងទៅអតីតនាយករដ្ឋមន្ត្រីទី1អាណត្តិទី1គឺសម្ដេចក្រមព្រះនរោត្តមរណរដ្ឋតែងតែរំលឹកពីសមិទ្ធផលមួយចំនួនដែលជាស្នាប្រហោះរបស់ព្រះអង្គក្នុងគ្រាកាន់អំណាចទាក់ទងទៅនឹងបញ្ហានេះមន្ត្រីនាំពាក្យគណៈបកហ៊ុនស៊ីមពេចលោកញ៉ែប៊ុនជិនបានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថាបើទោះបីជាសម្ដេចក្រមព្រះនរោត្តមរណរដ្ឋអវត្តមាននៅតាមកម្មវិធីសំណេះសំណាលបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ក្តីក៏ប៉ុន្តែអនុប្រធាននៃគណៈបកនេះនៅតែបន្តចុះជួបប្រជាពលរដ្ឋដដែលក្នុងពេលចុះជួបនោះមានសារនយោបាយជាច្រើនត្រូវបានបង្ហើបតាមអឃោសនៈស័ព្ទជូនដល់អ្នកគាំទ្រទាំងនោះយើងមានជួននីតិមួយផ្សព្វផ្សាយគោលនយោបាយរបស់យើងហើយទី2និយាយអំពីវិជានិយមតែហាននិយមនិងជាតិនិយមយើងប្រកាន់ភ្ជាប់អហិង្សាសាសនាជាតិប្រជាពលរដ្ឋម្នាក់រស់នៅស្រុកពញាលឺខេត្តកណ្ដាលឈ្មោះស្រីម៉ៅបានរៀបរាប់ថាពីមុនភាគច្រើនអ្នកនយោបាយចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋតែចិត្តពេលបោះឆ្នោតនោះទេប៉ុន្តែឥឡូវឃើញថាមានសកម្មភាពចុះសួរសុខទុក្ខច្រើនដែរនៅតំបន់ជិតកញ្ញាកំពុងរស់នៅនោះភាគច្រើនកន្លែងខ្ញុំច្រើនតែតាមនេះឯងជាជួបសួរសុខទុក្ខអីប៉ុន្តែវាមិនមែននៅកន្លែងខ្ញុំចំទេណាគ្រាន់ថានៅចិត្តនឹងអីអានឹងមានគេចុះសួរសុខទុក្ខអញ្ចឹងណាហ្មងជាផ្សេងនៅទៅវត្តអារាមអីចឹងអ្នកវិភាគនយោបាយនិងជាអ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍសង្គមលោកបណ្ឌិតកែមលីមើលឃើញថាការចុះទៅមូលដ្ឋានរបស់អ្នកនយោបាយនោះមានរូបភាពពីរគឺទី1ជួយដោះស្រាយបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋពិតប្រាកដនិងទី2ចុះធ្វើនយោបាយប្រជាពិធដើម្បីបន្តបោកប្រាស់សន្លឹកឆ្នោតប្រជាពលរដ្ឋយ៉ាងណាក៏ដោយលោកកែមលីបញ្ជាក់ថាបច្ចុប្បន្ននេះប្រជាជនកម្ពុជាចាប់ផ្ដើមយល់ពីនយោបាយកាន់តែច្បាស់និងមិនសូវចាញ់បោកអ្នកនយោបាយដូចមុនទៀតឡើយដូច្នេះការធ្វើនយោបាយសង្គ្រាមពាក្យសម្ដីធ្ងន់ធ្ងរប្រជាពិធនិងការធ្វើនយោបាយបង្ហូរឈាមគ្នាលែងមានន័យទៀតហើយពលគឺអ្នកនយោបាយត្រូវតែពង្រឹងគុណភាពនយោបាយឲ្យកាន់តែខ្លាំងជាងមុនដើម្បីជោគជ័យនៅអាណត្តិក្រោយៗទៀតតែតែស្មារតីប្រកាសបានពីជាប់ណាទទួលបានព័ត៌មានកាន់តែច្រើនឡើងច្រើនទៅចឹងកាលណាគាត់ស្មារតីប្រកាសទទួលបានព័ត៌មានកាន់តែច្រើនវាត្រូវការគុណភាពនយោបាយខ្លាំងពីអ្នកនយោបាយសញ្ញាគាត់រៀបចំគុណភាពនយោបាយនឹងល្អអានឹងវាការវាអត់វាសមបានវាបរាជ័យទៅវិញរបាយការណ៍នៃសកម្មភាពតំណាងរាស្ត្ររបស់គណៈបកនៅក្នុងរដ្ឋសភាទាំងពីរដែលឃ្លាំមើលដោយគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា Confrel ឆ្នាំ2014បានបង្ហាញថាគណៈបកប្រជាជនកម្ពុជាបានចុះមូលដ្ឋានចំនួន660ដងចំណែកឯគណៈបកសង្គ្រោះជាតិវិញបានចុះមូលដ្ឋានចំនួន664ដងបើប្រៀបធៀបនឹងឆ្នាំ2013មានការកើនឡើងប្រធានសម្ព័ន្ធកំណែតម្រង់ការបោះឆ្នោតហៅកាត់ថាអឺរ៉ានិងជានាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា Confrel លោកគុលបញ្ញាបញ្ជាក់ថាកំណើននៃសកម្មភាពចុះមូលដ្ឋាននេះគឺដោយសារសម្ពាធនៃការប្រកួតប្រជែងនិងកម្រិតនៃការទាមទារឲ្យមានការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋមានច្រើនខ្ញុំថាកិច្ចការវិទ្យុអាស៊ីសេរីភ្នំពេញ